Lâu mình nắng pon bàn vô căn tại chứ ba hay chỉ mùi năngប្រព័ន្ធភ្លើងម៉ាញ៉េតូហើយក៏ដូចជាចលនាទៅលើភ្លើងសញ្ញោមែនទេឥឡូវយើងមកស្វែងយល់ជាមួយនឹងភ្លើង stop ក្រោយនេះ stop សញ្ញោក្រោយនេះតើកត្តាអ្វីតើចលនារបស់វាពីណាទៅណាបានវាធ្វើឲ្យអំពូលខាងក្រោយនេះភ្លឺបានតើណាអញ្ចឹងបងប្អូនឃើញខ្សែ3នៅត្រង់ចំណុចនេះហ៎នេះចូលទៅជាមួយនឹងដូចអំពូលឬក៏គូតអំពូលនេះតើណាចឹងដើម្បីឲ្យភ្លើងនេះវាដំណើរការទៅបានជំហានទី1នៅតែធ្វើការមានភ្លើងចេញពីកង្តាក់សោដដែលមែនទេយល់ហ្នឹងហ៎អូខេចឹងនៅពេលដែលយើងធ្វើការបើកកង្តាក់សោភ្លើង12 វ៉ុលជាភ្លើង DC វានឹងចាប់ដើមចែកចាយមកចូលជាមួយនឹងកង្តាក់អីអូនកង្តាក់អីនេះអូខេកង្តាក់ប្រាំងដៃតាមរយៈខ្សែពណ៌ស្លាទុំមានន័យថានៅពេលដែលយើងធ្វើការបើកកង្តាក់សោក៏វាចម្លងភ្លើងឲ្យពណ៌ស្លាទុំមកចែកចាយហើយក្នុងហ្នឹងក៏ចូលជាមួយនឹងកង្តាក់ប្រាំងដៃមួយផងដែរតើណាអញ្ចឹងនៅពេលដែលយើងធ្វើការចាប់ប្រាំងដៃវាមានស្ពាន់ខាងក្នុងវាធ្វើឲ្យខ្សែពីរនេះប៉ះគ្នាវាធ្វើឲ្យខ្សែពណ៌សនេះពណ៌សស្នុកខ្មៅអញ្ចឹងបងប្អូនទៅចាំថាខ្សែពណ៌ស្នុកខ្មៅនេះចាប់ពីស៊េរីស៊ុយស៊ូគីរហូតទៅដល់ស៊ុយស៊ូគីអូតូគឺពណ៌នឹងដដែលទេដែលខ្សែចេញអំពីប្រាំងដៃតើណាប្រាំងដៃឆ្វេងឬក៏ស្ដាំហ្នឹងគឺខ្សែពណ៌សស្នុកខ្មៅនេះមិនថាអូតូឬក៏មិនថាទៅលើស៊េរីឆ្នាំ2022ណាប្រភេទអូតូយល់ទេបាទប្រភេទអូតូសម្រាប់ស៊ុយស៊ូគីហ្នឹងគឺពណ៌ហ្នឹងបងប្អូនទៅចាំថាខ្សែពណ៌ស្លាទុំនេះគឺបានមកពីការបើកកង្តាក់សោយល់ទេយល់គូនិយាយអត់អូខេអញ្ចឹងភ្លើង12 វ៉ុលបានមកពីបើកសោចូលនៅក្នុងខ្សែពណ៌ស្លាទុំរួចហើយនៅពេលដែលបងអូនចាប់ប្រាំងដៃនៅក្នុងប្រាំងដៃវាមានឌុយរបស់វាមានស្ពាន់របស់វានៅពេលដែលយើងចាប់មកវាធ្វើឲ្យអាខ្សែពណ៌នេះប៉ះជាមួយនឹងខ្សែពណ៌សស្នូតខ្មៅនេះបងអូនទៅចាំថាស៊េរីស៊ុយស៊ូគីពណ៌សស្នូតខ្មៅនេះគឺជាខ្សែភ្លើងដែលតភ្ជាប់ចេញអំពីប្រាំងដៃចេញទៅណាចេញមកចេញទៅឲ្យចោយស្តុបក្រោយនេះតើណានេះស្តុបក្រោយនេះបងឃើញទេបាទហើយកម្លាំងភ្លើងរបស់វាជាកម្លាំងរបស់អាគុយទេអាគុយមាន12 វ៉ុល13 វ៉ុលជាកម្លាំងអាគុយហើយជាប្រភេទភ្លើង DC តើណាភ្លើង DC អញ្ចឹងដោយសារតែអានេះមានម៉ាស់រងចាំរួចជាស្រេចហ្នឹងអញ្ចឹងម៉ាស់ពណ៌អីម៉ាស់ពណ៌អីអូនអូខេពណ៌ខ្មៅឈុតសអញ្ចឹងវាមានម៉ាស់រងចាំណាបាទអញ្ចឹងភ្លើងខ្សែពណ៌សស្នុកខ្មៅនេះបានមកពីណាបាទមកពីប្រាំងអូខេមកពីប្រាំងដៃឬក៏ប្រាំងជើងអូខេអញ្ចឹងយល់ហើយណាអូខេអញ្ចឹងដើម្បីឲ្យអំពូលខាងក្រោយវាភ្លឺទៅបានទី1បើកសោមានភ្លើងខ្សែពណ៌ស្លាទុំយើងចាប់ទៅវាធ្វើឲ្យខ្សែពណ៌ស្លាទុំប៉ះជាមួយនឹងខ្សែពណ៌សស្នុកខ្មៅរុញភ្លើងមកជាមួយនឹងឆ្លងកាត់ជាមួយនឹងខ្សែនឹងរហូតទៅដល់អំពូលតើណាពេលនេះយើងបែកទៅអាប្រាំងនេះសិនឲ្យជាប់មើលចាំមើលគូបញ្យល់សិនអញ្ចឹងវាចេញទៅចូលអំពូលក្រោយតើណាហើយដោយសារអំពូលក្រោយវាមានម៉ាស់រងចាំរួចស្រេចហ្នឹងម៉ាស់ពណ៌អូខេពណ៌ខ្មៅជូតសរងចាំរួចស្រេចហើយមែនទេបាទអូខេអាហ្នឹងមួយអញ្ចឹងយល់អំពីប្រាំងដៃណាហើយប្រាំងជើងក៏ដូចគ្នាបងទៅចាំថានៅពេលដែលយើងធ្វើការបើកកង្តាក់សោវាប្រកាសជាចម្លងភ្លើងឲ្យខ្សែពណ៌អីអូនពណ៌អីអូខេពណ៌ស្លាទុំជាកម្លាំងភ្លើងដែលបានមកពីការបើកសោហើយជាប្រភេទភ្លើង DC កម្លាំងរបស់អាគុយបេតេរីតើណាហ្នឹងហើយអញ្ចឹងវាចូលមកអញ្ចឹងនៅពេលដែលយើងធ្វើការជន់ប្រាំងទៅអារស័រនេះវាធ្ពក់ជាមួយនឹងនេះទាញមកវាធ្វើឲ្យស្ពាន់ខាងក្នុងនេះប៉ះគ្នានៅពេលដែលប៉ះគ្នាវារុញមកតាមរយៈខ្សែពណ៌អីពណ៌សជ្រុកខ្មៅវាចេញទៅណាអូខេចេញទៅជាជាងក្រោយដើម្បីឲ្យជាជាងក្រោយភ្លឺតែការភ្លឺនេះគឺភ្លឺដោយសារតែយើងជន់ប្រាំងឬក៏ចាប់ប្រាំងដៃតើណាហើយបើសិនជាយើងអត់មានចាប់ប្រាំងដៃយើងបច្ឆេះទៅភ្លឺគឺមូលហេតុផ្សេងទៀតមានន័យថាភ្លឺដោយសារតែយើងបើកជាមួយនឹងកង្តាក់បើកភ្លើងពេលយប់តើណាអញ្ចឹងកង្តាក់បើកភ្លើងពេលយប់ជាប្រភេទភ្លើង AC នៅពេលដែលយើងបើកមកវាចាប់ដើមភ្លឺអំពូលមុខផងហើយវារត់ទៅភ្លឺអំពូលក្រោយផងដើម្បីឲ្យអ្នករួមដំណើរឬដងផ្លូវជាមួយគ្នាស្រួលមើលថាម៉ូតូមាននៅខាងមុខហើយយើងមិនអាចបើក
từ ta kia anh mang thế chia phượng muối đấy đo chỉ muối nó sẽ nhà toàn đấy ok chẳng vô lên nhé tao phải vô